វគ្គអប់រំនយោបាយកម្រិត1ចំនួនទី1របស់គណៈបកស្រុកតឡូសាន់ជ័យដែលបានដំណើរការអស់រយៈពេល3ថ្ងៃកន្លងមកនេះបានប្រារព្ធពិធីបិទនីរសៀលថ្ងៃទី28ខែមិថុនាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមខុយរីដាសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តពោធិ៍សាត់លោកច័ន្ទវិចិត្រប្រធានគណៈកម្មាធិការគណៈបកស្រុកតឡូសាន់ជ័យមានប្រសាសន៍ថាវគ្គអប់រំនយោបាយបានដំណើរការទៅស្របតាមស្មារតីនៃសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលដើម្បីបម្រើនៅគោលបំណងនិងសំណុំពរ3គឺទី1បង្កើនការយល់ដឹងរបស់មន្ត្រីគណៈបកដោយមានមូលដ្ឋានត្រឹមត្រូវអំពីគណៈបកទី2យល់ច្បាស់អំពីចំណុចសំខាន់នៃសភាពការកម្ពុជានិងភារកិច្ចសំខាន់របស់គណៈបកតាមដំណាក់កាលនីមួយៗតាំងពីប្រទេសជាតិបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍រហូតដល់ពេលបច្ចុប្បន្នទី3ក្តាប់ជាប់តួនាទីដ៏សំខាន់ជាគន្លឹះមិនអាចខ្វះបានដើម្បីសម្រេចនៅបុព្វហេតុដ៏ឧត្តមឧត្តមរបស់គណៈបកវគ្គអប់រំនយោបាយកម្រិត1ចំនួនទី1នេះមានសិក្ខាកាមចូលរួមចំនួន208នាក់ជាសកម្មជនគណៈបកមន្ត្រីគណៈបកស្រុកគណៈបកឃុំនិងយុវជនគ្រប់រចនាសម្ព័ន្ធសិក្សាលើប្រធានបទប្រវត្តិសកម្មភាពស្នាដៃនិងបទពិសោធន៍របស់គណៈបកខ្លឹមសារសំខាន់នៃកម្មវិធីនយោបាយគោលនយោបាយការយល់ដឹងចាំបាច់អំពីលក្ខន្តិកៈគណៈបកសភាពការកម្ពុជានិងបណ្ដាភារកិច្ចចំពោះមុខនិងការកសាងអត្តចរិតសិលធម៌ល្អប្រពៃរបស់មន្ត្រីគណៈបកក្នុងការពិភាក្សាសិក្ខាកាមម្នាក់អាចមានឱកាសពេញលេញក្នុងការបញ្ចេញមតិនិងទស្សនៈរបស់ខ្លួនព្រមទាំងបានធ្វើការឆ្លុះបញ្ចាំងទៅនឹងការអនុវត្តជាក់ស្ដែងដើម្បីឆ្វេងយល់ឲ្យកាន់តែច្បាស់អំពីខ្លឹមសារនៃមេរៀននីមួយៗព្រមទាំងចំណុចខ្លាំងចំណុចខ្សោយនានាក្នុងដំណើរការអនុវត្តកម្មវិធីនយោបាយគោលការណ៍គោលនយោបាយរបស់បកក៏ដូចក្នុងការកសាងពង្រឹងគណៈបកនៅតាមអង្គភាពរបស់ខ្លួនក្នុងឱកាសនោះឯកឧត្តមខុយរីដាបានសម្ដែងនៅការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដែលជាអគ្គមគ្គុទេសក៍ជាថ្នាក់ដឹកនាំដ៏មហាឆ្លាតវៃនិងប៉ិនប្រសប់បំផុតក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យមកទល់បច្ចុប្បន្ននេះឯកឧត្តមបានសង្កត់ធ្ងន់ទៅលើទូនីតិរបស់យុវជនដោយបានអះអាងថាយុវជនទាំងអស់គឺជាសសរទ្រូងដ៏រឹងមាំរបស់គណៈបកនិងជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការការពារនិងកសាងប្រទេសជាតិជាមួយគ្នានោះឯកឧត្តមបានរំលឹកផងដែរពីប្រវត្តិសាស្ត្រនិងវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនកម្ពុជាក្នុងការការពារបូរណភាពទឹកដីធ្លាប់បានវាយបកនិងទប់ស្កាត់រាល់ការឈ្លានពានពីសំណាក់កងហាញពីការបដិញ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍនគររូបនីយកម្មនិងសោភ័ណភាពខេត្តពោធិ៍សាត់ក្នុងនោះរួមមានយុទ្ធនាការសម្អាតសម្រាមរៀបចំដំឡើងប្រព័ន្ធភ្លើងបំភ្លឺក្នុងទីប្រជុំជននិងតាមដងផ្លូវសាធារណៈយុទ្ធនាការដាំដើមឈើឲ្យមានពណ៌បៃតងគ្រប់ទីកន្លែងនិងការរៀបចំកសាងសួនច្បារនៅតាមមាត់ស្ទឹងដើម្បីលើកកម្ពស់មុខមាត់ខេត្តនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឯកឧត្តមប្រធានគណៈបកខេត្តបានមានប្រសាសន៍ថាតាមរយៈវគ្គសិក្សារយៈពេល3ថ្ងៃនេះសិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតដែលមានមូលដ្ឋានត្រឹមត្រូវនិងមានលក្ខណៈជាប្រព័ន្ធអំពីគោលបំណងនិងឧត្តមគតិរបស់គណៈបកអំពីខ្លឹមសារសំខាន់នៃកម្មវិធីនយោបាយនិងលក្ខន្តិកៈគណៈបកអំពីសភាពការជាតិនិងអន្តរជាតិនិងបណ្ដាភារកិច្ចក្នុងដំណាក់កាលបច្ចុប្បន្នព្រមទាំងទិសដៅពុះពៀកសាងខ្លួនជាមន្ត្រីដ៏ល្អរបស់គណៈបកផ្អែកលើមូលដ្ឋានចំណេះដឹងនេះនឹងធ្វើឲ្យសិក្ខាកាមម្នាក់កាន់តែលើកកម្ពស់បាននូវសមត្ថភាពរបស់ខ្លួនជាពិសេសសមត្ថភាពខាងនយោបាយសតិអារម្មណ៍និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចបម្រើប្រជាជនក៏ដូចក្នុងការអនុវត្តទូនីតិភារកិច្ចដែលអង្គភាពរបស់ខ្លួនប្រកល់ជូនព្រមជាមួយនឹងគ្នានេះនឹងធ្វើឲ្យសិក្ខាកាមកាន់តែមានសមត្ថភាពពេញលេញក្នុងការចូលរួមកសាងពង្រឹងគណៈបកនៅមូលដ្ឋានរបស់ខ្លួនឯកឧត្តមខុយរីដាបានផ្ដាំផ្ញើដល់សិក្ខាកាមរបស់គណៈបកទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អរក្សាភាពស្មោះត្រង់ចំពោះបកនិងខិតខំបម្រើប្រជាពលរដ្ឋដោយអស់ពីចិត្តពីថ្លើមពិធីបិទវគ្គបណ្ដុះបណ្ដាលនេះក៏មានធ្វើពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ទុកជាការវិតម្លៃលើកិច្ចខិតខំប្រឹងប្រែងនិងជាសក្ខីភាពនៃការបញ្ចប់វគ្គសិក្សាដោយជោគជ័យផងដែរបុរីរតនតារាក៏ត្រឹមតែ$1000ក្លាយជាម្ចាស់ផ្ទះភ្លាមៗ